សួស្តីបងចង់នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងពីរបៀប create packet របស់បងចឹងបងអាចធ្វើការចូលមកកាន់ inventory បងចូលមកកាន់ packet ឬក៏ bundle ហ្នឹងតមកបងចុច create packet តមកវានឹងឲ្យបងបំពេញព័ត៌មាននៃ packet របស់បងទី1គឺឈ្មោះនៃ packet របស់បងចឹងខ្ញុំដាក់ឈ្មោះ packet ខ្ញុំដាក់ packet តម្លៃ$22បន្តមកទៀតតម្លៃនៃ packet របស់បងចឹងខ្ញុំដាក់$22តមកទៀតគឺបងពេញ option ខាងក្រោមនេះអញ្ចឹង option របស់បងហ្នឹងឧទាហរណ៍ថា option ទី1អញ្ចឹង option ទី1ហ្នឹងមានប្រដាប់ណាខ្លះដែលបង add ចូលក្នុង packet ហ្នឹងអញ្ចឹងខ្ញុំដាក់ឈ្មោះ option ហ្នឹងដាក់ប្រដាប់1តមកខ្ញុំ add ប្រដាប់បញ្ចូលក្នុង option ទី1ហ្នឹងអញ្ចឹងខ្ញុំ select យកប្រដាប់នេះហើយបងចុច confirm ទៅអញ្ចឹងប្រដាប់2ហ្នឹងវានឹងចូលក្នុង option ទី1ហ្នឹងហើយបន្តមកទៀតបងបើសិនជាមានប្រដាប់ផ្សេងដែល add ចូលក្នុងpacket ហ្នឹងអញ្ចឹងបងអាចធ្វើការ add ទៅ option ទី2រហូតដល់ប្រដាប់ទី2អញ្ចឹងប្រដាប់ទី2ខ្ញុំដាក់ឈ្មោះប្រដាប់ទី2អញ្ចឹងប្រដាប់ទី2ហ្នឹង option ទី2ហ្នឹងមានប្រដាប់ណាខ្លះដែល add ចូលក្នុង packet ហ្នឹងអញ្ចឹងខ្ញុំ add item ខ្ញុំយក select ខាងប្រដាប់2ទៀតអញ្ចឹងចំពោះ option នៅក្នុង packet របស់បងហ្នឹងមាន2 option គឺ option ប្រដាប់ទី1និងប្រដាប់ទី2ហើយវាមានប្រដាប់ផ្សេងគ្នាអញ្ចឹងនៅពេលដែលភ្ញៀវបងគាត់ធ្វើការទិញទៅលើ packet ហ្នឹងបងអាចធ្វើការ select ទៅលើប្រដាប់នៅក្នុង option មួយហ្នឹងអញ្ចឹងខ្ញុំ confirm អញ្ចឹងខ្ញុំបាន packet ហ្នឹងហើយអញ្ចឹងមិញយើងបានធ្វើការ create ទៅលើ packet ហើយអញ្ចឹងខ្ញុំនឹងបង្ហាញអំពីការលូកទៅលើ packet វិញអញ្ចឹងបង select ទៅលើ packet ដើម្បីធ្វើការលូកវានឹងបង្ហាញមាន2 option ហើយនៅក្នុង option ទី1និង option ទី2វាមានប្រដាប់ដែលពួកយើងធ្វើការបញ្ចូលមិញអញ្ចឹងរហូតថាភ្ញៀវបងធ្វើការទិញទៅលើប្រដាប់នៅក្នុង option ទី2ប្រដាប់មួយនេះហើយនៅក្នុង option ទី1គឺប្រដាប់មួយនេះអញ្ចឹងបង confirm អញ្ចឹងនៅក្នុង packet ដែលភ្ញៀវបងបានធ្វើការទិញហ្នឹងគឺមាន2ប្រដាប់គឺប្រដាប់ទី1និងទី2នៅក្នុង option ហ្នឹងបងអញ្ចឹងចំពោះ packet មួយហ្នឹងគឺវាមានតម្លៃ$22បាទបងអញ្ចឹងវីដេអូអំពីការរបៀប create packet ក៏ដូចជាការលក់ទៅលើ packet មានតែប៉ុណ្្នឹងអរគុណច្រើនបង